រដូវកាលផ្លែគុយផ្លែគឺបានមកដល់ទៀតហើយពុកម៉ែបងប្អូនចាសូមគោរពជំរាបសួរទៅកាន់ពុកម៉ែបងប្អូនជាទីស្រឡាញ់រាប់អានដោយសាររដូវកាលផ្លែគុយត្រូវបានមកដល់ទៀតហើយចឹងខ្ញុំក៏បានធ្វើវីដេអូខ្លះតាក់ទងនឹងការដើរកំសាន្តព្រៃដូចជាការបេះគុយផងដែរបងប្អូនការទៅរកគុយហ្នឹងមិនមែនជាងាយស្រួលប៉ុន្មានទេបងប្អូនយើងត្រូវធ្វើការជិះម៉ូតូរុកព្រៃឡើងលើថ្មឡើងភ្នំកាត់ហាលថ្ងៃហាលក្តៅតែក៏សប្បាយម្យ៉ាងដែរបងប្អូនហើយនេះគឺជាការជិះម៉ូតូរុកព្រៃទៅរកបេះគុយនៅលើខ្នងភ្នំគូលែនបងប្អូនម៉ូតូខ្លះក៏មានការហុយផ្សែងជាបណ្ដើផងដែរហើយក៏មុននឹងបានចុះព្រៃហ្នឹងគឺថាមានការបដូរសម្បកកង់ម៉ូតូត្រៀមជាស្រេចបងប្អូនព្រោះដោយសារយើងដើរព្រៃគឺយើងមិនត្រូវប្រហែសទេសម្រាប់កង់ម៉ូតូឬក៏សាំងគឺយើងត្រូវត្រៀមឲ្យបានគ្រប់គ្រាន់ព្រោះថាបើសិនបើអស់ឬក៏ខូចពាក់កណ្ដាលផ្លូវគឺយើងប្រឈមនឹងបញ្ហាជាច្រើនដូចជាអូសកាត់វាលកាត់ព្រៃអញ្ចឹងទៅបងប្អូនហើយនៅក្នុងព្រៃពិតជាត្រជាក់បងប្អូនដោយសារផ្លូវហ្នឹងមានអមទៅដោយដើមឈើទាំងសងខាងហើយការធ្វើដំណើរនេះផងដែរគឺកាត់តាមផ្លូវរុកព្រៃចន្ទីរុកអីផងអញ្ចឹងណាពុកម៉ែបងប្អូនគឺថាមិនងាយទេតម្រាំតែយើងបានទៅដល់កន្លែងបេះគុយនោះតតែអ្នកនោះស្មាត់ខ្លាំងណាស់ដែរតែមិនជាអ្វីទេពុកម៉ែបងប្អូនដោយសារគឺជាការកំសាន្តម្យ៉ាងដែរកំសាន្តបែបព្រៃអញ្ចឹងណាពុកម៉ែបងប្អូនគេថ្ងៃសម្រាកគេថ្ងៃឈប់ថ្ងៃបុណ្យអីការសាកថ្មជីវិតរបស់គេគឺគេទៅលេងទីក្រុងផ្សារទំនើបឬក៏កន្លែងដែលមានលក់របស់ឆ្ងាញ់អញ្ចឹងណាពុកម៉ែបងប្អូនតែសម្រាប់ពួកខ្ញុំនេះវិញគឺថាមនុស្សសាច់កាមគឺថាមិនចង់ទៅអីផ្សារទំនើបទីក្រុងអីទេគឺចូលចិត្តតែរុកព្រៃដោយសារការរុកព្រៃហ្នឹងគឺធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយពេលយើងចូលព្រៃម្ដងអញ្ចឹងទៅគឺយើងស្ដាប់សំឡេងសត្វយំឆ្វេងឆ្វាចពេញព្រៃអញ្ចឹងណាហើយបើសិនបើយើងទៅតាមដងអូវិញគឺសំឡេងទឹកហូរធ្វើឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយតែម្ដងហើយការធ្វើដំណើរនេះគឺចេញពីព្រៃចន្ទីចូលព្រៃឈើចេញពីព្រៃឈើចូលព្រៃចន្ទីអញ្ចឹងណាពុកម៉ែបងប្អូនដោយសារការធ្វើដំណើរយើងនេះក៏មានការវែងឆ្ងាយដែរពុកម៉ែបងប្អូនមិនមែនជាការងាយស្រួលណាស់ណាទេហើយសម្រាប់ការទៅបេះគុយហ្នឹងក៏អត់មានបរោះទេបងប្អូនគឺថាសិតតែនារីសុតតែម្ដងណាបងប្អូនបើតាមខ្ញុំគិតមើលទៅបើសិនតែគេផ្សេងគេមិនហ៊ានទៅទេមិនតែពួកខ្ញុំវិញគឺថាទៅហើយអត់មានខ្លាចញញើតអ្វីទេចឹងហើយដល់កន្លែងនេះគឺថាផ្លូវវារៀងចោតឡើងលើហើយក៏មានថ្មនេះយកយើងចុះដើរអីទៅហើយគាត់នឹងក៏កាន់ធុងចាមិនតាន់បានគួយមួយទេព្រោះដូចថាមិនតាន់ដល់គោលដៅយើងអញ្ចឹងណាបងប្អូនអញ្ចឹងយើងមានការចុះខ្លះអីខ្លះអញ្ចឹងទៅដល់កន្លែងផ្លូវស្រួលក៏យើងជិះដល់កន្លែងផ្លូវពិបាកក៏យើងដើរទៅចាគឺថាស្គាល់គ្រប់រសជាតិហើយពុកម៉ែបងប្អូនតម្រាំតែបានដល់ទីតាំងមួយមិនថាมันងាយទេណាបើយើងមិនស៊ូគឺថាมันបានទៅដល់ទេអ្នកខ្លះអាចបោះបង់ចោលពាក់កណ្ដាលទីក៏ថាបានដែរប៉ុន្តែពួកខ្ញុំនេះអត់ទេតែថាជ្រួលក្បាលកពើហើយគឺថាទៅដល់ណាក៏ទៅដែរបងប្អូនថាសម្រាប់ចិនចិត្តចេញពីផ្ទះហើយគឺថាស៊ូលុះដល់ទីបញ្ចប់យ៉ាងហើយក៏គាត់មានការរុញមានការអីចឹងណាថាក្បាំងម៉ូតូល្មមអីគឺថាតិចខ្ទីហើយព្រោះដោយសារដឹងស្រាប់ហើយគេថាផ្លូវចូលព្រៃគឺមិនមែនងាយស្រួលមិនមែនស្រួលដូចផ្លូវជាតិអីចាក់កស៊ូបេតុងអីទេបងប្អូនតើយើងមានការជួយគ្នា
លើកចុះលើកឡើងអីចឹងណាយើងទៅការបន្តដំណើរទៅមុខទៀតចឹងទៅមិនតាន់ដល់ផ្លូវស្រួលទេនៅផ្លូវពិបាកឡើយទេយើងគាត់មានអ្នកដើរមានអ្នកជិះចឹងណាបងប្អូនហើយនេះគេនៅឈប់ចាំអានេះគេអត់តែខ្ញុំថាអីមិនចឹងដប់តែម្នាក់ឲ្យខ្ញុំដើរយ៉ាងម៉េចបានគេទៅខ្ញុំគេទៅដើរជាមួយចឹងណាហើយគាត់នេះតដំណើរដើរទៅទៀតឥឡូវយើងជ្រាមជ្រំនេះគឺមិនទាន់ដល់កន្លែងទេណាបងប្អូនគឺគាត់ថាយើងសម្រាប់សិនដោយសារការរុញម៉ូតូការលើកម៉ូតូរៀងហត់ចឹងយើងចាំមកជុំគ្នាទៅគឺយើងសម្រាប់មកស្ទុះចឹងទៅបានយើងតដំណើរទៅទៀតចឹងណាតែមិនងាយទេតែរំបានគួយម៉មបងប្អូនអើយបើថាឃើញគេលក់1គីឡូ10000 20000អីឲ្យគេទៅមិនស្រួលទេតម្រាំបានបេះបាន1គីឡូហ្នឹងបងប្អូនតែនេះដោយសារពួកខ្ញុំសាច់កម្មទេឥឡូវយើងផុតផ្លូវថ្មផ្លេឥឡូវយើងមកចូលផ្លូវនេះមួយទៀតហើយបងប្អូនគឺថាផុតពីផ្លូវមួយចូលផ្លូវមួយផ្លូវមួយចូលផ្លូវមួយអញ្ចឹងណាគឺថារុកព្រៃឯងតែបន្តតរហូតហ្នឹងឯងបងប្អូនគឺតម្រាំថាដល់ទីតាំងហ្នឹងគឺតែចាប់បាយតែម្ដងតែពួកខ្ញុំទៅនេះគឺដោយសារហូបបាយថ្ងៃរួចហើយបងប្អូនអើយទៅឡើងម៉ោង1ហ្នឹងយើងធ្វើដំណើរហ្នឹងគឺម៉ោង1ចាតែនេះវិញក៏ថ្មដែរបើយើងងាកទៅឆ្វេងដៃវិញអូគឺថាមើលពីលើទៅឃើញដោយសារនេះយើងនៅលើកំពូលភ្នំអញ្ចឹងទៅមើលខាងវិញគឺឃើញស្រស់ស្អាតហើយផ្លូវនេះគឺខ្សាច់ចាផុតពីថ្មចូលខ្សាច់ម្ដងហើយបងប្អូនមានតាំងថ្មមានតាំងខ្សាច់មានតាំងព្រៃអីចឹងណាគឺថាគ្រប់រសជាតិតែម្ដងតែมันជាបញ្ហាទេត្រឹមឧបសគ្គប៉ុណ្នេះបងប្អូនទៅតទៅដល់ទីតាំងគោលដៅចានេះគឺទៅគ្នាទាំងអស់2ទៅ10នាក់បងប្អូន6ម៉ូតូ6ម៉ូតូអី5ម៉ូតូចា5ម៉ូតូតែម៉ូតូមួយនោះគឺម៉ូតូ2វាយដឹកមនុស្សម្នាក់3នាក់ម៉ូតូ2ហ្នឹងដឹក3នាក់ឯម៉ូតូខ្ញុំ3ហ្នឹងគឺ2នាក់តាគឺមានប្អូនគាត់នៅលើភ្នំហ្នឹងគាត់ជូនទៅអញ្ចឹងគាត់នាំទៅកន្លែងហ្នឹងអញ្ចឹងណាបើថាតាមទៅពួកខ្ញុំនឹងទៅអាព្រៃគុយនឹងបែរទៅខាងណាទេបងប្អូនអើយឥឡូវលឿងចូលមកដល់ព្រៃគុយហើយនេះបងប្អូនគឺថាបើខ្ចីវិញធំល្អនេះបងប្អូនតែបើទូចរៀងទុំពេលអាខ្ចីចេះវារៀងធំពេលទៅជាទុំវារៀងទូចវិញអញ្ចឹងណាបងប្អូនទៅមើលផ្លែគឺថាទៅដល់គឺខ្វាកតែម្ដងបងប្អូនតែវានៅខ្ពស់អញ្ចឹងយើងធ្វើអីអត់បានបងប្អូនតើទៅយើងរុនឬក៏មិនអញ្ចឹងណាមានតពួកមានអីអញ្ចឹងទៅបានយើងអាចបានបើថាយើងមុំយើងបេះអត់បានទេបងប្អូនអើយហើយដោយសារពួកខ្ញុំទៅបេះនេះយើងបេះរកតាទៀបអញ្ចឹងអត់បានគួយអាធំទេបើពួកពូឬក៏មីងដែលគាត់ស្គាល់ព្រៃច្បាស់អញ្ចឹងគាត់ទៅព្រៃខ្ពស់គឺបានគួយផ្លែធំណាបងប្អូនតែពួកខ្ញុំនេះវិញគឺអត់ទូចអត់តាគេយកដែរទៅទុំបងប្អូនអើយព្រោះនេះជាលើកទី1ហើយដែលខ្ញុំបានចុះទៅបេះគួយអញ្ចឹងណាចូលព្រៃបេះគួយឥឡូវមួយមុខឡើងស្ពេសហើយនេះគឺថាយើងបេះបានខ្លះហើយដល់ខាងនេះហ៎បងប្អូនចាំមើលតិចទៀតហ្នឹងគឺថាបងស្រីកាន់ដាក់នឹងធុងមកឥឡូវហើយនេះយើងបេះបានខ្លះហើយណាក៏រៀងហត់មួយចឹងក៏យើងសម្រាកសិនយើងនាំគ្នាសម្រាកដើរចុះឡើងអីលេងអីសិនទៅព្រោះដោយសារយើងរៀងហត់អញ្ចឹងណានោះគាត់ធ្វើដំណើរមកគឺថាគាត់កំពុងតែយួរធុងគួយនោះបងប្អូនគួយចាទៅតែបានកន្លះធុងទេហើយពោពេញទៅដោយមែកនៅក្នុងធុងហ្នឹងកន្លះធុងហ្នឹងមិនផ្លែគួយទាំងអស់ណាគឺមែកខ្លះទេបងប្អូនអើយមួយមុខឥឡូវស្ទែអស់ហើយប៉ុន្តែសុបាយបងប្អូនទោះបីហត់ប៉ុន្តែសុបាយនេះបែបជាលក្ខណៈយើងរីឡែកនៅព្រៃភ្នំអញ្ចឹងណាបងប្អូនតែយូរជុំគ្នាម្ដងឡើងបេះគួយពុកម៉ែបងប្អូនឃើញហើយតែសុបាយម្យ៉ាងដែរហើយអត់បានដាក់បាយអីទេបងប្អូនចាំមកដល់មកដុំទៅនេះវិញគឺថា
ញាក់តែម្ដងបងប្អូននេះគឺថាផ្លែនោះផ្លែដល់ហើយតែដោយសារវានៅខ្ពស់អញ្ចឹងយើងទាញរុនវាចាទាញរុនវាដើម្បីឲ្យវាធ្លាក់ទៅយើងរើអញ្ចឹងណាដោយសារយើងអត់អាចឡើងបេះបានទេដោយសារហ្នឹងវាប្រភេទជាវល្លិអញ្ចឹងណាដើមគុយហ្នឹងគឺប្រភេទវល្លិអញ្ចឹងវាអត់មានមែកឲ្យយើងឡើងអីកើតទេហើយកូនឈើកន្លែងដែលគុយឡើងហ្នឹងគឺវាកូនឈើទុយទុយអញ្ចឹងជាងដើមឈើទុយទុយយើងអាចឡើងបានអញ្ចឹងណាបងប្អូនបើសិនតើវាឡើងដើមឈើគោះធំធំយើងអាចឡើងបានហើយនេះក៏គាត់ធ្វើការរើសទៅមានអ្នករុនមានអ្នករើសទៅបងប្អូនអើយគឺសហការគ្នាបានល្អណាស់ពលយើងមួយមតិគ្នាថាមកបេះគុយហើយអញ្ចឹងតើតើមានអ្នកបេះមានអ្នករើសអញ្ចឹងបានយើងអាចបានផ្លែគុយនឹងទៅវិញបងប្អូនអើយតែគាត់ថាបានគុយនឹងមកគាត់ថាហូបលែងឆ្ងាញ់បាត់ហើយព្រោះដោយសារហត់អញ្ចឹងណាហើយណាមួយយើងហូបគុយច្រើនពេកក៏អត់ល្អដែរដែលថាធ្វើឲ្យយើងអស់កម្លាំងអីចឹងណាការហូបគុយច្រើនមិនជាល្អមែនទេពុកម៉ែបងប្អូនហើយសូមបញ្ជាក់ពេលហូបអញ្ចឹងសូមខ្ជាក់គ្រាប់វាចេញផងបងប្អូនយិតមានបញ្ហាដល់ការបាត់ជើងអីចឹងណាយ៉ាគេថាធ្វើឌៀនធ្វើអីចឹងទៅបងប្អូនគាត់នៅតែបន្តការរើសបោះចូលធុងផងបោះចូលមាត់ផងអញ្ចឹងណាគឺថាគាត់រើសបដាអញ្ចឹងគាត់ហែកដាក់មាត់បដាផងអញ្ចឹងទៅព្រោះដោយសារឃើញផ្លែល្អល្អពុកម៉ែបងប្អូនតែអត់បានបុកអំបិលទៅជលក់អាខ្ចីខ្ចីបាទខ្ចីខ្ចីវិញសម្បូរបងប្អូនអើយតែយើងអត់បានបេះអញ្ចឹងណាយើងសង្វាតរតាទុំទុំអញ្ចឹងបងប្អូនតែបើបានអាខ្ចីខ្ចីយកមកត្រាំជាមួយអំបិលក៏ឆ្ងាញ់ដែរបងប្អូននេះឥឡូវគាត់ធ្វើការប្រយុទ្ធបតោងទៀតហើយដើម្បីឲ្យវាជ្រុះអាគុយនឹងមកទៅអញ្ចឹងណាហើយខ្ញុំក៏ជាអ្នកកាន់ថងឲ្យគេដែរនេះគេហុចមកគឺហុចឲ្យខ្ញុំកាន់ឲ្យកាន់អញ្ចឹងណាបងប្អូនបើគាត់ក៏បន្តការបេះទៀតទៅខ្ញុំក៏កាន់ថងឲ្យនឹងថតជាវីដេអូអញ្ចឹងទៅទុកគ្រាន់ថាយើងរំលឹកថ្ងៃក្រោយអញ្ចឹងណាថាយើងបានបេះគុយជុំគ្នាឯហ្នឹងឆ្ងល់គាត់នេះដែរគាត់ពាក់វ៉ែនតាទេប៉ុន្តែដឹងថាយ៉ាងម៉េចក៏ធ្វើឲ្យសម្រាមចូលភ្នែកបានអញ្ចឹងណាបងប្អូនចង់ឆ្ងល់ដែរអាត្រង់ហ្នឹងណាហើយវីដេអូនេះរៀងវែងតិចឯងបងប្អូនអើយព្រោះដោយសារសកម្មភាពយើងទៅហ្នឹងវាមានការវែងឆ្ងាយអញ្ចឹងហើយដោយសារនេះយើងកាត់ចេញខ្លះទេបងប្អូនបើថាយើងយកមកទាំងអស់គឺមិនមែនប៉ុណ្ណឹងទេណាបងប្អូនហើយនេះក៏យើងធ្វើការជួបជុំគ្នាមិនយើងដើរបែកគ្នាឥឡូវយើងធ្វើការជួបជុំគ្នាដើម្បីប្រមូលថាឥឡូវគួយយើងបានប៉ុណ្ណាហើយដល់ពេលយើងត្រឡប់ទៅវិញឬក៏យើងនៅបន្តបេះបន្ថែមទៀតអញ្ចឹងណាហើយក៏យើងសម្រេចថាបានគួរសមដែរបងប្អូនគួយយើងនឹងបានមកកូនធុងពេត្រូអញ្ចឹងណាហើយក៏បាននឹងថងតិចតួចទៀតដែរមិនមែនថាមកធុងពេត្រូនឹងសតទេបងប្អូនអើយនេះកំពុងតែរើសដាក់បន្ថែមក្នុងធុងអញ្ចឹងណាព្រោះដោយសារយើងប្រវែកគ្នាអញ្ចឹងមានខ្លះកាន់ធុងទៅខ្លះកាន់ថង់ទៅដល់ពេលយើងថាមកជួបគ្នាហើយយើងរើសដាក់ធុងទៅយើងដើម្បីយើងធ្វើការទៅផ្ទះអញ្ចឹងណាហើយនេះគឺជាសមាសធាតុដែរជូនរបេះគយឯនេះបងប្អូនអ្នកជូនទៅហើយនេះអ្នកទៅជាមួយពួកខ្ញុំហើយប្រហែល7ទៅ10នាក់5ម៉ូតូបងប្អូន2 10នាក់5ម៉ូតូគឺថាផ្អើលឬរំពងព្រៃតែម្ដងថាអត់ស្ងាត់ទេពួកខ្ញុំគឺថាទៅដល់ទីណាគឺថាអូយនេះបងប្អូននេះគឺជាសមិទ្ធផលដែលយើងខំដើររយៈពេលកន្លះថ្ងៃគឺមិនខកបំណងទេក្នុងការរុកព្រៃនេះបងប្អូនព្រោះតាំងចិត្តទៅរួចហើយទោះបីយ៉ាងណាក៏ត្រូវតែបេះគួយឲ្យបានដែរដើម្បីយកត្រឡប់មកផ្ទះវិញដើម្បីអួតគេអញ្ចឹងណាតែនេះក្តីគោលដៅរបស់យើងគឺថាបានសម្រេចតែម្ដងតែដល់ពេលយកមកដល់គ្មានសូវហូបប្រមាណទេបងប្អូនអើយបានទៅបេះអញ្ចឹងថារឿងហូបមិនសូវជាខ្លាំងប៉ុណ្ណាទេឥឡូវយើងធ្វើការរៀបចំតារេសរងសុំដាក់មកប៉ុស្មកជុំគ្នាអនុស្សាវរីយ៍ហើយសម្រាប់វីដេអូនេះក៏មានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនអើយសម្រាប់ការដើរកំសាន្តព្រៃឡើងភ្នំគូលែនបេះគុយបងពុកម៉ែបងប្អូនចា
សម្រាប់វីដេអូនេះក៏សូមជម្រាបលាសូមអរគុណច្រើនសម្រាប់ការមើលវីដេអូនេះផងដែរអរគុណ